ហើយមួយទៀតសួរសុភាសិតខ្មែរដែលលោកចាស់លោកថាបង្គួយនឹងកើតជាមាននឹងកើតសំណភ្នំមិនកើតថ្មស្រីល្អអត់ប្តីកណាហើយលោកចាស់គ្រូថាជាបកស្រាយឲ្យអត្ថនភាពកណាបានប្រាប់ផងទេកណាសាធុជំរាបអរគុណកណាអរគុណកណាសូមនមស្ការថ្វាយគុំលាកណាចង់សូមប្រកេនទៅលោកចាស់គ្រូតែម្ដងកណាសូមអធិស្ឋានសូមផ្អាកទទួលប្រព័ន្ធទូរស័ព្ទត្រឹមប៉ុណ្ណេះសិនកណាសូមរតនានិមន្តលោកចាស់គ្រូបន្តសាធុហើយចំណុចចុងក្រោយមួយទៀតដែលសួរថាបង្គួយនឹងកើតជាមាសនឹងកើតសំណភ្នំមិនកើតថ្មស្រីល្អមិនកើតប្តីឬក៏រកស្ដីមិនបានហ្នឹងក៏ធ្លាប់និយាយញឹកញាប់ដែរបង្គួយនឹងនេះជាពាក្យបុរាណខ្មែរដែលនិយាយចំពោះសង្គមដែលវាមានការវិវត្តបង្គួយនឹងកើតជាបង្គួយនឹងជាវាច្រឡំគ្នាគឺចង់និយាយអំពីប្រុសនិងស្រីដែលមិនបានថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្លួនឯងរបៀបស្លៀកពាក់ឬក៏របៀបនិយាយស្ដីរបៀបដើរហើរអីជាដើមអញ្ចឹងទៅពីដើមដូចថាដើមលើមិនដើមសម័យអង្គរទេសម័យអង្គរស្រីអត់ទាំងពាក់អាវមកប៉ុន្តែនិយាយពីដើម100 200ឆ្នាំនេះស្រីគឺទុកសក់វែងអញ្ចឹងទៅប្រុសកាត់សក់ខ្លីហើយស្រីទេដែលពាក់កវិលប្រុសមិនពាក់ទេប្រុសទេស្លៀកខោខ្លីស្រីមិនដែលស្លៀកខោខ្លីទេប៉ុន្តែច្រឡំគ្នាអស់ហើយស្រីគឺស្លៀកខ្លីម្ដងប្រុសស្លៀកវែងម្ដងវាច្រឡំគ្នាអញ្ចឹងប្រុសឥឡូវពាក់កវិលមិនតែមួយត្រួតមកខាងពីរក៏មានវាច្រឡំគ្នាអញ្ចឹងណាបង្គួយនឹងកើតជាវាទៅច្រឡំអញ្ចឹងវាមិនដឹងថាកវិលនឹងសម្រាប់ប្រុសឬក៏សម្រាប់ខ្លីអាខោខ្លីនឹងសម្រាប់ប្រុសឬក៏សម្រាប់ស្រីវាលែងអាចនិយាយថាម៉េចឥឡូវនេះវាច្រឡំគ្នាអស់ហើយមាសនឹងកើតសំណមាសនឹងគឺគេឧបមាទៅនឹងពាក្យទូនមានពាក្យដំបូនមានរបស់ឪពុកម្ដាយពីមុនមានតម្លៃណាស់ក្នុងការនិយាយចំពោះកូនពពកូនចៅដោយពាក្យថានំមិនធំជាងនាលជាដើមគឺថាម៉ែឪដាក់ទៅណាទៅនឹងពីមុនមានតម្លៃអញ្ចឹងទោះបីជាស្រឡាញ់គ្នាអីយ៉ាងម៉េចហ្នឹងឪពុកម្ដាយហ្នឹងមានសិទ្ធិក្នុងការសម្រេចឬក៏ការណែនាំអីផ្សេងទៀតកូនចៅស្ដាប់ម៉ែឪច្រើនពីមុនមកណាពាក្យម៉ែឪនឹងមានតម្លៃណាស់ប៉ុន្តែឥឡូវនេះពាក្យម៉ែឪคล้ายជាសំណកូនមិនសូវស្ដាប់នឹងគឺការប្រៀបធៀបដំណើរជីវិតវិវត្តទៅអញ្ចឹងភ្នំមិនកើតថ្មភ្នំមិនសល់ថ្មឬក៏ភ្នំមិនកើតថ្មចង់និយាយអំពីសហគមន៍ព្រះពុទ្ធសាសនារបស់យើងវត្តនីមួយហ្នឹងតួវត្តហើយនឹងមនុស្សទាំងអស់ហ្នឹងដូចជាភ្នំប្រសង់អីទាំងអស់ហ្នឹងក៏ដូចជាភ្នំហើយប្រសង់ហ្នឹងប្រៀបបាននឹងថ្មភ្នំដែលអាចខ្ពស់បានដែលអាចរឹងមាំបានដោយសារមានថ្មប្រសិនបើភ្នំអត់ថ្មទេងាយនឹងរលាយងាយនឹងភ្លៀងច្រោះហូរទៅរៀបមិនខ្ពស់ចោតដូចមុនទេមិនរឹងមាំដូចភ្នំដែលមានថ្មទេយ៉ាងណាវិញវត្តអារាមក៏ដូចគ្នាប្រសិនបើព្រះសង្ឃមិនរឹងមាំអត់មានព្រះសង្ឃគង់នៅឬក៏ព្រះសង្ឃមិនរឹងមាំទេវត្តនឹងរយៈដូចគ្នាអញ្ចឹងយើងមើលបច្ចុប្បន្ននេះតាមវត្តមិនសូវមានព្រះសង្ឃរឹងមាំទេសាមណេរទៅទីបួសអីចឹងទៅឆ្លោះតែគ្នាអាចារ្យឆ្លោះជាមួយលោកអីមកពីអីមកពីព្រះសង្ឃជាថេរៈធំនឹងលែងរឹងមានប្រធេរៈរឹងដូច្នេះអាចារ្យគណៈកម្មការគ្របលោកសឹងតែគ្រប់កន្លែងដល់អញ្ចឹងទៅរៀបហើយភ្នំនឹងវាលែងខ្ពស់ហើយចឹងបានថាយើងកសាងទេវត្តយើងមិនកសាងថ្មមិនកសាងវត្តមិនកសាងព្រះសង្ឃដូចជាភ្នំដែលមានតែដីចឹងវានឹងរៀបវាទៅជាទំនៀបទំនួលមិនជាការចោតហើយរឹងមាំដូចពីមុនសម័យសម្ដេចព្រះសង្ឃរាជជួនណាទីជាដើមយើងមើលចុះលោកមានឥទ្ធិពលណាស់រឹងថ្មនឹងវារឹងអញ្ចឹងហើយលោកមើលមកឥឡូវនេះឃើញភ្នំវារលាយថ្មទេភ្នំណាដែលគេខួងថ្មបានអស់គេដាក់ផ្ទុះគ្រាប់បែកយកថ្មចេញអស់ទៅមានសល់ភ្នំអីទៀតវានឹងរៀបហើយយ៉ាងណាមិញបើវត្តអត់ប្រសង់ហើយវត្តនឹងមិនមែនវត្តទៀតទេមិនដឹងជាស្អីទៅវិញទេថ្ងៃក្រោយទៅនោះមួយទៀតស្រីល្អមិនកើតប្តីចង់និយាយថាពីដើមមកគេប្រើពាក្យមួយថាធ្វើស្រែមើលស្មៅទុកដាក់កូនចៅមើលផៅសន្តានអញ្ចឹងការរកកូនប្រពន្ធ
ជាពិសេសរោគប្រពន្ធហ្នឹងគេមើលផៅសន្តានហើយគេមើលមយាទគេមើលស្អីស្អីដូចមិនចេះដើរលេងហើយហោះអីចឹងទៅដូចសម្ពុតក្នុងភ្នាត់និយាយចឹងទៅអាហ្នឹងបានគេគិតគូរជាគូអនាគតជាកូនប្រសាប៉ុន្តែឥឡូវនេះត្រឹមត្រូវនៅតែផ្ទះអញ្ចឹងណាអត់រកប្តីបានទេវាទល់តែដើរបលិចក្បាលពុះអីបន្តិចបន្តិចបានរកឆាប់បានចឹងនិយាយចឹងនិយាយដល់តែម៉ាក់កាយេនឹងច្រើនបន្តិចស្លៀកនឹងបង្ហាញសាច់ខ្ចីបន្តិចបន្តិចទៅអាហ្នឹងមិនលក់ឆាប់ដាច់ចឹងនិយាយចឹងនិយាយត្រង់ហ្មងមិនបាច់និយាយលាក់លាក់ចប់ហើយប៉ុណ្ណឹងសូមអនុមោទនា